សូមបងប្អូនម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រញាប់រួសរាន់ទៅបង់ពន្ធសម្រាប់ឆ្នាំ2014ឆ្នាំនេះពុំមានការផាកពិន័យចំពោះមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដែលមិនបានបង់ពន្ធពីឆ្នាំកន្លងមកមុននោះទេចាប់ពីថ្ងៃទី1ខែមករាឆ្នាំ2015នេះទៅរដ្ឋបាលសារពើពន្ធនឹងធ្វើការត្រួតពិនិត្យនិងផាកពិន័យលោកអ្នកដែលជាម្ចាស់មធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទទាំងអស់អាចទៅបង់ពន្ធនៅគ្រប់សាខាពន្ធដារសាខាធនាគារអេស៊ីលីដាសាខាធនាគារកាណាឌីយ៉ាគ្រប់ខេត្តខណ្ឌទូទាំងប្រទេសសូមបងប្អូនកុំភ្លេចស្នើសុំធ្វើបានសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទដើម្បីងាយស្រួលនិងចំណេញពេលវេលាក្នុងការបង់ពន្ធឆ្នាំ2015និងឆ្នាំខាងមុខទៀតដោយមិនចាំបាច់បំពេញលិខិតប្រកាសពន្ធនិងភ្ជាប់ឯកសារផ្សេងៗឡើយសូមប្រើប្រាស់បានសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទពិតជាងាយស្រួលនិងឆាប់រហ័សចំណេញពេលវេលាលោកអ្នកអាចស្នើសុំបានសម្គាល់នេះនិងប្រើប្រាស់ក្នុងការបង់ពន្ធនៅគ្រប់សាខាពន្ធដារនិងសាខាធនាគារអេស៊ីលីដាធនាគារកាណាឌីយ៉ាគ្រប់ខេត្តខណ្ឌទូទាំងប្រទេស